លុយមាននៅក្នុងកណេរបស់អ្នករួចហើយ5លានជាមុនខ្ញុំត្រូវការវារួចរាល់ក្នុងរយៈពេល3ថ្ងៃសម្ភារៈទាំងអស់ត្រូវតែមាននៅក្នុងស្តុកហើយប្រសិនបើមិនមានទេសូមដកវាចេញពីការដ្ឋានសំណងផ្សេងទៀតខ្ញុំនឹងបង់ប្រាក់ចំនួន3ដងខ្ញុំងាកមកបិទភ្នែកជាមួយ Blake ហើយឲ្យគាត់តែច្បាប់មួយកុំសួរថាហេតុអ្វីកុំថតរូបកុំបង្ហោះក្នុងបណ្ដាញសង្គម2លានទៀតនឹងក្លាយជាលុយរបស់អ្នកនៅពេលអ្នករួចរាល់ប្រាក់7លានគឺស្មើនឹងប្រាក់ចំណេញធម្មតារបស់គាត់រយៈពេល2ឆ្នាំអ្នកយល់ហើយចៅហ្វាយអ្នកគឺដូចជាឪពុករបស់ខ្ញុំដោយសារអ្នកមានចិត្តទូលាយដូច្នេះខ្ញុំសូមប្រាប់អ្នកថាប្រសិនបើខ្ញុំមិនបានហើយក្នុងរយៈពេល3ថ្ងៃទេអ្នកអាចបង្វិលក្បាលខ្ញុំជាបាល់ទាត់ដោយមើលរូបរាងរបស់ Blake ដើរទៅឆ្ងាយខ្ញុំមិនមានអារម្មណ៍អ្វីឡើយព្រោះអ្វីដែលខ្ញុំកំពុងសាងសង់មិនមែនគ្រាន់តែជាជំរកប៉ុណ្ណោះទេប៉ុន្តែជាប្រព័ន្ធអេកូឡូស៊ីដែលឯករាជ្យពី Apocalypse ខ្ញុំបានដើរទៅរកទំនិញពិសេសមួយបាច់ទើបតែត្រូវបានដឹកជញ្ជូនហើយប្រអប់ឈើដ៏ធំត្រូវបានគាស់បើកដើម្បីបង្ហាញពីពន្លឺលោហធាតុនៅខាងក្នុងទាំងនេះមិនមែនជាវត្ថុធាតុដើមដែកធម្មតាទេប៉ុន្តែជាអគ្គិសនីតង់ស្យុងខ្ពស់និងកញ្ចក់ការពារការផ្ទុះកម្រិតយោធាដែលទទួលបានតាមរយៈបណ្ដាញពិសេសនៅក្នុង Apocalypse រឿងភ័យខ្លាចបំផុតមិនមែនជា Zombies ប៉ុន្តែមនុស្សនៅពេលដែលភាពអត់ឃ្លាននិងត្រជាក់បានប្រែក្លាយមនុស្សទៅជាសត្វហើយទ្វារវិលធម្មតាមានភាពផុយស្រួយដូចក្រដាសនៅចំពោះមុខហ្វូងមនុស្សខ្ញុំបានបញ្ជាឲ្យប្រព័ន្ធរក្សាទុកសម្ភារសំណង់ទាំងអស់នេះហើយកែសម្រួលមុខតំណែងរបស់ពួកគេតាមប្លង់មេអំឡុងពេលសម្រាប់អាហារថ្ងៃត្រង់របស់កម្មករខ្ញុំបានប៉ះកញ្ចក់ធន់នឹងការផ្ទុះខ្លាំងហើយសម្ភារៈរាប់សិបតោនបានបាត់លៀមបន្ទាប់មកនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់របស់ប្រព័ន្ធបានបង្កប់ខ្លួនពួកគេចូលទៅក្នុងទីតាំងពន្លឺនៅផ្នែកខាងលើនៃរោងចក្រពេលដែលរថយន្តសំណង់ចុងក្រោយបើកចេញទៅទ្វារដែកដ៏ធំបានបិទបន្តិចម្ដងហើយខ្ញុំឈរនៅកណ្ដាលបន្ទាយដែកដែលជារបស់ខ្ញុំទាំងស្រុងសម្លឹងមើលទៅបន្ទប់ដែលពោពេញដោយគ្រឿងផ្គត់ផ្គង់ដែលហុំព័ទ្ធដូចភ្នំដោយដឹងថាវាមិនគ្រប់គ្រាន់ឆ្ងាយពីគ្រប់គ្រាន់ខ្ញុំបានពិនិត្យសំទល់ឲ្យទូរស័ព្ទរបស់ខ្ញុំហើយឃើញថានៅសល់តិចជាង500,000កម្លាំងទិញរបស់ខ្ញុំតាមរយៈបណ្ដាញស្របច្បាប់បានអស់ដូច្នេះហើយនៅយប់នៃការទិញទំនិញមានដុល្លារនៅម៉ោង2ព្រឹកខ្ញុំបានទៅដល់មជ្ឈមណ្ឌលដឹកជញ្ជូន East Harbour Bonded Logistics Center ដែលជាមជ្ឈមណ្ឌលចែកចាយការនាំចេញនាំចូលដ៏ធំបំផុតរបស់ទីក្រុងដោយមានធុងដឹកជញ្ជូនរាប់ម៉ឺនធុងដាក់ជុំដូចជាដុំសំណង់នៅចតនិងពោពេញទៅដោយទំនិញលំដាប់ខ្ពស់ពីជុំវិញពិភពលោកនៅយប់នោះខ្ញុំបានសម្អាតឃ្លាំងទំនិញដែលមានតម្លៃខ្ពស់នៃតំបន់ជាប់ពន្ធពាក់កណ្ដាលរហូតទាល់តែមានការឈឺចាប់បន្តិចក្នុងខួរក្បាលរបស់ខ្ញុំបានព្រមានខ្ញុំពីការប្រើប្រាស់ថាមពលផ្លូវចិត្តច្រើនពេកដែលបង្ខំឲ្យខ្ញុំឈប់ដោយស្ទាក់ស្ទើរពេលដែលខ្ញុំហៀបនឹងចាក់ចេញស្រាប់តែមានសំឡេងក្រហមនៃម៉ាស៊ីនបានឆាបឆេះពេញមួយយប់ខណៈដែលរថយន្តប្រភេទ Surf ពណ៌ខ្មៅជាច្រើនបានក្រហមចូលទៅក្នុងកំពង់ផែហើយឈប់នៅមុខឃ្លាំងលាក់ទុកមិនឆ្ងាយប៉ុន្មានទ្វាររថយន្តបានបើកស្រាប់តែមានចៅលួចសាក់រាប់សិបនាក់ដែលចេញដឹកនាំដោយបុរសទំពេចម្នាក់ដែលស្រែកជេរមន្ត្រីរោមអាវៀតប្រាប់ឲ្យរើរបស់របរហើយប្រញាប់ឡើងព្រោះយប់នេះទំនិញត្រូវរើចេញហើយសមត្ថកិច្ចបានតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ប្រអប់ដែលពួកគេកំពុងផ្ទុកមានការព្រមានអំពីសារធាតុគ្រោះថ្នាក់ដ៏លេចធ្លោដូច្នេះខ្ញុំបានបង្រួមភ្នែកហើយបើកដំណើរការស្កេនរយៈចម្ងាយឆ្ងាយរបស់ប្រព័ន្ធលទ្ធផលបានត្រឡប់មកវិញភ្លាមថាគ្រឿងផ្ទុះឧបករណ៍បំផ្ទុះអាស៊ីតនីត្រិកឧស្សាហកម្មគ្រាប់បែកបេះដូងខ្ញុំលោតញាប់ព្រោះនេះជាចំណុចរត់ពន្ធសម្រាប់ Black Shark Gang ដែលជាអង្គការឧក្រិដ្ឋកម្មក្នុងស្រុកដ៏ធំបំផុតរលេខមើលថានោះដែលមិនត្រឹមតែអាចបំផ្ទុះ Zombies ប៉ុណ្ណោះទេថែមទាំងអាចរំលោភលើកំពែងការពារណាមួយបានខ្ញុំបានលឹកបូមាត់របស់ខ្ញុំហើយដឹងថានេះជាអំណោយដែលប្រគល់ជូនដល់ទ្វាររបស់ខ្ញុំជាមួយនឹងគ្រឿងផ្ទុះទាំងនេះខ្ញុំនឹងមានសន្លឹកឆ្នោតចុងក្រោយរបស់ខ្ញុំហើយចាប់តាំងពីខ្ញុំបានជំពប់ដួលលើវាខ្ញុំមិនមានភាពគួរសមទេខ្ញុំបានប្រើទ្រព្យសម្បត្តិរបស់ប្រព័ន្ធដោយស្ងាត់ស្ងៀមដើម្បីគូសរង្វង់ទៅខាងក្រោយឃ្លាំងហើយដាក់ដៃលើជញ្ជាំងបន្ទះដែកពណ៌ស្ដើងចម្ងាយយ៉ាងល្អឥតខ្ចោះក្នុងជួរប្រមូលរបស់ប្រព័ន្ធបន្ទាប់មកបានបញ្ជាឲ្យចាក់សោគ្រឿងទុះទាំងអស់នៅក្នុងឃ្លាំងហើយប្រមូលវាទាំងអស់ក្រុមចៅដែលកំពុងរើទំនិញនៅខាងក្នុងបានត្រឹមតែឃើញពន្លឺមួយប៉ុណ្ណោះខណៈដែលប្រអប់ធ្ងន់នៅក្នុងដៃរបស់ពួកគេស្រាប់តែបាត់ទៅវិញហើយខ្យល់បានស្ងប់ស្ងាត់ខណៈដែលសមាជិកក្រុមក្មេងទំនើងជាងរាប់សិបនាក់ជ្រកនៅក្នុងទីតាំងដឹករបស់ពួកគេយើងមានបញ្ហាអីវ៉ាន់បាត់អស់អ្នកដឹកនាំទំពេកបានប្រញាប់ប្រញាល់ទៅមើលឃ្លាំងទៅទេការបញ្ចេញមិត្តរបស់គាត់បានផ្លាស់ប្ដូរពីកំហឹងទៅជាភាពភ័យខ្លាចទៅជាវិបត្តិអត្តភាពអ្នកណាធ្វើនេះចេញពីទីនេះគាត់បានទាញកាំភ្លើងខ្លីរបស់គាត់ហើយគ្រវីវានៅលើអាកាសពេលនោះខ្ញុំបានប្រើភាពចលាចលដើម្បីធ្វើមាត្រដ្ឋានជញ្ជាំងតាមច្រកនានាហើយបាត់ទាំងយប់ការរាប់ថយក្រោយ24ម៉ោងទីក្រុងនៅថ្ងៃចុងក្រោយរបស់វានៅតែមានភាពអ៊ូអរគ្មាននរណាម្នាក់ដឹងថានេះជាពេលប្រឡប់ចុងក្រោយរបស់ពិភពលោកចាស់នោះទេស្ថានីយឧតុនិយមបានចេញការព្រមានអំពីរលកត្រជាក់ពណ៌ខៀវដោយព្យាករណ៍ថាសីតុណ្ហភាពនឹងធ្លាក់ចុះពី10ទៅ15អង្សានៅថ្ងៃស្អែកគ្មាននរណាម្នាក់យកវាធ្ងន់ធ្ងរទេភាគច្រើនពួកគេនឹងស្លៀកខោត្រណប់វែងបន់ថែមខ្ញុំមិនបានចេញក្រៅទៀតទេដោយស្នាក់នៅបន្ទាយជីក្រុងភៀកខាងលិចធ្វើការពិនិត្យចុងក្រោយទ្វារនិងបង្អួចទាំងអស់ត្រូវបានបិទដោយបន្សល់ទុកតែច្រកចូលសំខាន់មួយខ្ញុំបានបើកទូរស័ព្ទរបស់ខ្ញុំមួយលើកចុងក្រោយដើម្បីពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គមឆ្លូបានបង្ហោះការអាប់ដេតកាលពី1ម៉ោងមុនរដូវរងាជិតមកដល់បេះដូងខ្ញុំក៏ក្តៅអរគុណសម្រាប់ការភ្ញាក់ផ្អើលរ៉ែនអនាគតគឺភ្លឺមនុស្សមួយចំនួនគ្រាន់តែអាចរលួយជាមួយនឹងប្រាក់ខ្វក់របស់ពួកគេខ្ញុំញឹមយ៉ាងអស្ចារ្យខ្ញុំចូលចិត្តវាបន្ទាប់មកបញ្ចេញមិត្តសូមរីករាយជាមួយវានៅពេលដែលអ្នកអាចធ្វើបានភ្លាមនោះភ្លៀងនៅខាងក្រៅស្រាប់តែឈប់ភ្លាមបន្ទាប់ពីគ្រាប់បាល់ប៉េងប៉ុងទំហំប៉ុនព្រើធ្លាក់យ៉ាងខ្លាំងទៅនឹងកញ្ចក់ការពារការផ្ទុះបន្ទាប់មកទី2បានមកដល់ហេលទី3ធ្លាក់ដោយគ្រាប់កាំភ្លើង
បន្ទាប់ពីនោះមកខ្យល់បក់បោកនិងសីតុណ្ហភាពធ្លាក់ចុះការជូនដំណឹងបន្ទាន់មួយបានលេចឡើងនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំដំណឹងទាន់ហេតុការណ៍ដោយសារខ្យល់បក់ខ្លាំងសីតុណ្ហភាពសកលនឹងធ្លាក់ចុះ50ក្នុងរយៈពេល3ម៉ោងបន្ទាប់ប្រជាពលរដ្ឋទាំងអស់ត្រឡប់ទៅផ្ទះវិញភ្លាមនេះមិនមែនជាសម្យុទ្ធទេ Apocalypse បានមកដល់ត្រឹមតែ10នាទីពិភពលោកខាងក្រៅបានផ្លាស់ប្ដូរពណ៌ផ្ទៃផ្លូវបានក៏ពេញដោយទឹកកកខ្មៅក្រាស់ក្នុងរយៈពេលខ្លីមិនគួរឲ្យជឿរថយន្តរាប់សិបគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅប៉ុន្តែមុនពេលអណ្ដាតភ្លើងអាចរីករាលដាលភាពត្រជាក់ខ្លាំងបានបង្កាប់ពួកគេធ្វើឲ្យពួកគេត្រជាក់ក្នុងស្ថានភាពគួរឲ្យភ័យខ្លាចអ្នកនៅក្នុងរថយន្តព្យាយាមបើកទ្វារយ៉ាងអស់សង្ឃឹមប៉ុន្តែត្រូវបានបិទជាប់គាំងមានមនុស្សវាយកញ្ចក់រថយន្តហើយឡើងចេញប៉ុន្តែពេលប៉ះខ្យល់ខាងក្រៅហាក់ដូចជាក្តៅអស់ហើយចលនារបស់ពួកគេរឹងរូសភ្លាមការបញ្ចេញទឹកមុខដ៏គួរឲ្យភ័យខ្លាចរបស់ពួកគេបានជាប់គាំងនៅលើមុខរបស់ពួកគេប្រែទៅជាជីវិតរូបចម្លាក់តែ1ម៉ែត្រក្នុងផ្ទះបានបង្ហាញថាសីតុណ្ហភាពខាងក្រៅបានធ្លាក់ចុះក្រោម30ហើយនៅតែធ្លាក់ចុះនៅ1ក្នុង1នាទីនៅខាងក្នុងផ្ទះសុវត្ថិភាពសីតុណ្ហភាពរក្សាស្ថិរភាពនៅ24ខ្ញុំដោះអាវរបស់ខ្ញុំចេញដោយស្លៀកតែអាវយឺតស្ដើងហើយយកដុំវយយូចូលមាត់ខ្ញុំមានផាសុកភាពទន្ទឹមនឹងនេះនៅក្នុងផ្ទះល្វែងលំដាប់ខ្ពស់មួយនៅកណ្ដាលទីក្រុងឆ្លូបានរំខ្លួននាងនៅក្នុងភួយដែលទើបនឹងទិញថ្មីរបស់នាងដោយនាងនៅតែញ័រខ្លួនដោយមិនអាចគ្រប់គ្រងបានឥឡូវនេះប្រព័ន្ធកម្ដៅស្មុគស្មាញទាំងមូលបានដួលរលំដោយសារតែបំពង់ផ្ទុះហើយសីតុណ្ហភាពនៅខាងក្នុងបានធ្លាក់ចុះដល់5ទោះបីជាមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតសម្រាប់ឆ្លូក៏ដោយនេះគឺរករួចទៅហើយរីយ៉ានគិតពីអ្វីមួយយើងនឹងបង្កករហូតដល់ស្លាប់នាងបានរុញរែងនៅក្បែរនាងរ៉ែនក៏ត្រជាក់យ៉ាងខ្លាំងដោយបានដាក់សម្លៀកបំពាក់ទាំងអស់របស់គាត់យ៉ាងភ័យខ្លាចឈប់ខឹងខ្ញុំក៏ត្រជាក់អាកាសធាតុដ៏អាក្រក់នេះបានផ្លាស់ប្ដូរភ្លាមឆាប់រកខ្លះកញ្ចប់កម្ដៅគឺនៅក្នុងប្រអប់នោះឆ្លូចង្អុលទៅជ្រុងពួកគេបានដើររកតែរកឃើញកញ្ចប់កម្ដៅមិនដល់10ដុំទៀតទេគ្មានកន្លែងណាចិត្តដល់ពេលយប់ទេបងរបស់អូនគាត់ត្រូវតែនៅក្នុងសន្តាគារប្រណីតឬទិញឧបករណ៍កម្ដៅហៅគាត់ឲ្យលឿនការហៅទូរស័ព្ទយ៉ាងលឿនធ្ងរបានចាប់យកខ្សែជីវិតនេះដូចជាមនុស្សលងទឹកដែលញ័រចុចលេខរបស់ខ្ញុំសូមអភ័យយីទោះលេខដែលអ្នកបានចុចត្រូវបានបិទខូចឆ្លូខឹងយ៉ាងខ្លាំងបោះទូរស័ព្ទទៅលើសាឡុងគាត់ហ៊ានបិទទូរស័ព្ទកំភៃស្លន់ស្លោភ្នែករបស់ Ryan ភ្លឹបភ្លែតខ្ញុំចាំឥឡូវនេះខ្ញុំបានឃើញបងប្អូននៅផ្សារលក់ដុំក្រុងខាងត្បូងកាលពីមុនខ្ញុំនៅឆ្ងាយប៉ុន្តែខ្ញុំបានឮគាត់និយាយម្ដងហើយម្ដងទៀតអំពីតំបន់ជីក្រុងខាងលិចហើយរោងចក្រមួយបានកើតឡើងជារោងចក្រដែលគេបោះបង់ចោលនៅទីនោះនៅពេលបែបនេះគាត់ត្រូវតែលាក់ខ្លួននៅទីនោះចូលទៅរកគាត់ប៉ុន្តែព្រើនៅខាងក្រៅគឺអាក្រក់ណាស់ឆ្ងោបានមើល Blazer ដគួរឲ្យភ័យខ្លាចនៅខាងក្រៅដោយស្ទាក់ស្ទើរមិនទៅមានន័យថារងចាំស្លាប់ព្រើនឹងមិនឈប់នៅពេលឆាប់នេះទេនៅប៉ុន្មានម៉ោងទៀតបំពង់នៅទីនេះនឹងផ្ទុះយើងមានឡានដែលមានកម្ដៅហើយនៅពេលដែលយើងរកឃើញបងប្រុសរបស់អ្នកជាមួយនឹងប្រព័ន្ធរបស់អ្នកនៅក្នុងខួរក្បាលរបស់ខ្ញុំយើងអាចយកគាត់ចុះបានយ៉ាងងាយស្រួលបន្ទាប់មកការផ្គត់ផ្គង់របស់គាត់នឹងក្លាយជារបស់យើងការលោភលន់បានយកឈ្នះការភ័យខ្លាចអ្នកទាំងពីរបានរុំខ្លួនដោយសម្លៀកបំពាក់ទាំងអស់ហើយបានតស៊ូចុះក្រោមចុះចូលក្នុងរថយន្តបានចាប់ផ្ដើមហើយពេលខ្យល់ក្តៅបានបក់ចេញទាំងសងខាងដោយមានការធូរស្រាលតោះទៅតំបន់ជីក្រុងខាងលិចពន្លឺដ៏កាចសាហាវបានភ្លឺឡើងនៅក្នុងភ្នែករបស់យ៉ូនៅពេលដែលយើងឃើញ FN ខ្ញុំនឹងធ្វើឲ្យគាត់លុតជង្គង់ក្នុងព្រិលហើយសុំទោសអង្វរឲ្យខ្ញុំអត់ទោសចំពោះភាពឆ្លើយរបស់គាត់ពីមុនទន្ទឹមនឹងនេះនៅជីក្រុងខាងលិចខ្ញុំកំពុងសម្លឹងមើលជ្រុងមួយនៃអេក្រង់ឃ្លាំមើលនៅទីនោះមានសត្វឆ្កែវង្វេងជាច្រើនក្បាលកំពុងញាប់ញ័ររំពេចនោះរាងកាយរបស់សត្វឆ្កែមួយក្បាលបានប្រកាច់យ៉ាងធ្ងន់ធ្ងរភ្នែករបស់វាមានឈាមភ្លាមប្រែពណ៌ក្រហម Crimson សត្វចោកដកមនុស្សធម៌មួយក្បាលបានបន្តពេញទីវាលរហោស្ថានហើយឆ្កែខ្មៅឆៅដែលផ្លាស់ប្ដូរនោះបានលូនចូលយ៉ាងសាហាវទៅលើដៃគូរបស់វាឈាមបាញ់ទៅលើព្រើត្រជាក់ភ្លាមទៅជាគ្រីស្តាល់ទឹកកកក្រហម